បាទជំរាបសួរបងប្អូនបាទបងប្អូនអើយបងប្អូនបាទគូនេះបាទមិនដឹងយ៉ាងម៉េចទេគូនេះធន់វិស្ណុធន់វិស្ណុអាចទៅរួយអត់បែនកាក់មហាម៉ាត់មិនធម្មតាទេបងប្អូនបាទបណ្ណៃពេជ្រសង្ហៈហើយស្ទុះមិនរួចទៀតបាទគឺគាត់ពិបាកដែរបើដូចយ៉ាស៊ីនមកដាច់ប៉ិតមកមើលបងប្អូនមហាម៉ាត់ជាមួយធន់វិស្ណុបងប្អូនយល់យ៉ាងម៉េចដែរបើសម្រាប់រូបខ្ញុំវិញខ្ញុំគិតថា60ទៅចុះ60ហ្នឹងគឺបងប្អូនទស្សទាយមើលថាតើខ្ញុំគិតថាយកអ្នកណា60អ្នកណា40មើលបងប្អូនគិតសាមើលជាក់ស្ដែងដែលខ្ញុំស្រឡាញ់គឺមហាម៉ាត់បាទ60មហាម៉ាត់40ធន់វិស្ណុបាទមិនថាគ្រប់ត្រូលបរទេសអីមែនទេយើងមើលតាមការជាក់ស្ដែងនៃពីសកម្មភាពនិងជំហរប្រកួតរបស់មហាម៉ាត់ជាមួយធន់វិស្ណុបាទយើងឃើញថាជំហរប្រកួតរបស់មហាម៉ាត់គឺល្អជាងធន់វិស្ណុអញ្ចឹងក៏យើងសម្រេចចិត្តថាឲ្យមហាម៉ាត់60ធន់វិស្ណុ40មហាម៉ាត់គាត់បរទេសមែនប៉ុន្តែគាត់ហាត់ក្បាច់គុណខ្មែរបាទគាត់ហាត់ក្បាច់គុណខ្មែរអញ្ចឹងក៏គាត់ថាគ្នាវាសញ្ជាតិផ្សេងតែចិត្តគំនិតវាយកែងអីជង្គង់អីវាបាច់គុណខ្មែរហើយចាយើងគ្រប់ត្រូលដូចតែគ្នាទៅអ្នកណាល្អថាល្អដែរអ្នកណាអន់ថាអន់អញ្ចឹងទៅតាមភាពជាក់ស្ដែងដែលយើងមើលឃើញបាទបងប្អូនប្រហែលជាឆ្ងល់ទៅហើយធន់វិស្ណុណាល្បីណាបាទគេថាអ្នកល្អមិនងាយស៊ីធន់វិស្ណុបានទេបាទប៉ុន្តែយើងមិនទាន់ដឹងទេព្រោះការប្រយុទ្ធគ្នានៅលើសេវេនវាអាចបាទអ្នកបកែវាអាចផ្្លាត់អីទៅក៏ចាញ់អ្នកអន់អញ្ចឹងទៅអ្នកអន់ក៏វាអាចហេងអ្នកបកែវាប្រហែសក៏ទៅអាចសន្លប់អញ្ចឹងទៅអានោះវាមិនអាចថាបានទេព្រោះកាលណាយើងឈរទល់មុខគ្នាយើងហាត់ដូចគ្នាយើងមានក្បាច់គុណដូចគ្នាបាទចឹងប្រកបណាស់អ្នកដែលប្រឹងប្រែងហ្វឹកហាត់ហើយអំណត់អត់ធ្មត់ក្នុងការហ្វឹកហាត់ទើបទទួលបានជោគជ័យមានន័យថាតាន់ភាពរហ័សរហួនហើយនឹងសកម្មភាពនិងជំហរប្រយុទ្ធរឹងប៉ឹងចឹងត្រូវតែទទួលបានជោគជ័យចឹងហើយបាទខ្ញុំតែងតែប្រាំផ្ញើទៅបងប្អូនកូនក្មួយថាខិតខំប្រឹងប្រែងហ្វឹកហាត់ណាបច្ចុប្បន្ននេះគឺកីឡាករគឺខ្វល់លុយហើយបាទអ្នកឯងប្រឹងហាត់គឺអ្នកឯងខ្វល់លុយហើយបាទគឺយើងឃើញប្រហែលកីឡាករយើងប្រហែលអ្នកនឹងមានឡានមានផ្ទះមានអីមកកំ pl អេសដោយសារអីដោយសារការខិតខំប្រឹងប្រែងហ្វឹកហាត់របស់គេបើយើងមិនខិតខំប្រឹងប្រែងហ្វឹកហាត់ហើយយើងចង់បានដូចគេវាមិនអាចទៅរួចទេអញ្ចឹងចាំបាច់បងប្អូនកូនមួយត្រូវតែខិតខំប្រឹងប្រែងហ្វឹកហាត់ដើម្បីជីវភាពគ្រួសារដើម្បីក្បាច់គុណខ្មែរដើម្បីសង្គមជាតិខ្មែរបាទសូមអរគុណសូមជម្រាបលាបាទប្រឹងប្រែងហ្វឹកហាត់ទើបទទួលបានជោគជ័យណាចៅ